សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកស្លម្ជូរតកួនបងប្អូនដាំទឹកឲ្យពុះហើយបងប្អូនជុំប្រហុកហើយវាអស់សាច់ប្រហុកដែលយើងដាក់នឹងមកតមកខ្ញុំប្រើម្ជូរកលឹងថឹងយើងដាក់វាឲ្យវាពុះអញ្ចឹងមកយើងដាក់ត្រីយើងដាក់តែមកពុះបានហើយតែយើងចាប់ផ្ដើមស្រង់កលឹងខឹងចេញវិញដើម្បីយើងឈុំវាមកព្រោះអញ្ចឹងវាមានជាតិជូរស្រាប់ធ្វើឲ្យតកួនយើងវាអត់ខ្លោងទេព្រោះមានជាតិជូរវាអត់ខ្មៅយើងដាក់គ្រឿងខៅដាក់អីទៅតែបងប្អូនមកដាក់អំបិលព្រោះយើងប្រើប្រហុកហើយអញ្ចឹងយើងដាក់តែស្ករវាចេញហ្នឹងអំបិលយើងដាក់តែបន្តិចសិនបានហើយកលឹងខឹងបងប្អូនស្រង់វាព្រោះតលឹងថឹងវាឆ្អិនហើយវាស្រង់តលឹងខឹងនឹងចេញមកដើម្បីយើងឈុំនៅចានផ្សេងកុំឲ្យយើងដាក់ត្រាំអញ្ចឹងវាជូរយើងដួសពុះពីទឹកយើងហ្នឹងយើងដួសឲ្យវាស្អាតមកបងប្អូនដាក់ទឹកវាអញ្ចឹងស្ងោរលឹងខឹងអញ្ចឹងវាមានជាតិជូរតិចអញ្ចឹងធ្វើឲ្យតកួនយើងវាអត់ខ្មៅទេបើយើងអត់ដាក់អញ្ចឹងវាចេញជ័រមកវាខ្មៅបងប្អូនដួសវាឲ្យឈុំវាអត់បែកទេអាហ្នឹងទុកយើងភ្លក់ពេលតាមក្រោយហើយយើងខប់មកពុះបានហើយយើងចូលពីពុះthôiថាយើងវាផុយវាបែកសាច់នឹងត្រីធំបើត្រីទូយើងដួសចេញសិនហើយយើងប្រើត្រីធំអត់អីទេមកពុះយើងមកបងប្អូនដាក់តកួនចូលមកដាក់តកួនចូលឲ្យអស់អញ្ចឹងមកហើយបានយើងចាប់ផ្ដើមដាក់តលឹងថឹងដែលយើងឈុំនៅចានផ្សេងហ្នឹងយើងដាក់បងប្អូនដាក់ឲ្យភ្លក់មើលហងការពារកុំឲ្យវាជូរពេកអីចឹងណាបងប្អូនយើងលៃឲ្យវាមកត្រូវរសជាតិដែលយើងចង់បានយើងដាក់ច្រើនពេកក៏ជូរស្ទើរពេកក៏វាអត់សូវឆ្ងាញ់មិនឲ្យវាជូរមកដុតមកយើងពេញចិត្តអស់ហើយខ្ញុំហូបយើងជូរខ្ញុំដាក់ទាំងអស់ព្រោះវាស្ទើរដាក់យើងច្បល់វាតិចកុំបោះខ្លាំងពេកធ្វើឲ្យបែកសាច់ត្រីយើងគួរយើងដាក់តាមពុះបានហើយវាពុះហើយយើងចាប់ផ្ដើមដាក់ទួយ7ព្រោះទួយ7យើងប៉ុណ្ណឹងវាអត់ជូរទេតើប្រើកលឹងខឹងយើងដាក់លឹកក្រូចសើចចូលទៀតមកងាយបងប្អូនយើងដាក់ហើយអស់ហើយយើងចាប់ផ្ដើមខប់វាយើងយកតាមពុះបានហើយពេលដែលយើងពុះគឺបន្លែតកួនយើងឆ្អិនហើយឥឡូវពុះហើយបងប្អូនពុះហើយយើងចាប់ផ្ដើមយកពុះដែលយើងចេញពីត្រីចេញពីបន្លែអីហ្នឹងមកយើងលុបវាចេញមកហើយបងប្អូនដាក់កពឹសចូលមកកពឹសដាក់ភ្លាមបិទភ្លាមមកបងប្អូនកាលណាដែលយើងដាក់យូរវាធ្វើឲ្យងាប់រសជាតិស្លយើងកពឹសមកយើងភ្លក់ថៅផ្អែមជូរហើយយើងគិតថាប៉ុណ្ណឹងសមរសជាតិដែលយើងចង់បានហើយបងប្អូនចាក់កពឹសចូលមកវារួចរាល់មកកពឹសកាលណាដែលឆ្អិនហើយបានយើងអត់អាចដាក់មកងាស់បានទេដាក់មកងាស់បានវាធ្វើឲ្យយើងងាប់គ្រឿងប៉ុណ្ណឹងហើយបងប្អូនចាំជួយ Subscribe